តើយើងមានញៀនទី6ឬអត់ Hello អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកលេងភាសាទាំងអស់គ្នាតាក់ទងជាមួយនឹងថាតើយើងមានញៀនទី6ឬអត់ហើយញៀនទី6ដែលយើងមានហ្នឹងតាក់ទងជាមួយនឹងអីអញ្ចឹងណាថាឲ្យយើងដឹងរឿងអីមុនឬក៏មិនខ្លះអញ្ចឹងមាន3ស្លឹកឲ្យរើសស្លឹកទី1ស្លឹកទី2ហើយជាមួយនឹងស្លឹកទី3អញ្ចឹងធ្វើសមាធិទាំងអស់គ្នាសម្រាប់អ្នកដែលគាត់រើបានស្លឹកមួយណាហើយយើងទៅស្ដាប់សំឡោយអូខេអញ្ចឹងយើងមកមើលសម្រាប់អ្នកដែលគាត់ហៅស្លឹកទី1អញ្ចឹងណាបាក់មកវ៉ាវហ្មងព្រោះអីមើលទៅ energy បៀឡើងមក Five of Cup the Moon Five of Pentacle ហើយជាមួយនឹង Three of Cup ហ្នឹងគឺ energy អ្នកដែលគាត់មាន sense ខ្លាំងឬក៏មានញៀនណាមួយដែលឲ្យដឹងអញ្ចឹងណាសុំសួរហ្នឹងអាចនឹងជាអ្នកដែលគាត់មានគោបាសយាយឬក៏មានអ្នកតាមថែអាសាយ៉ាងខ្លាំងឬក៏អ្នកដែលគាត់ connect ជាមួយនឹងរឿងផ្លូវក្នុងណាយ៉ាងខ្លាំងព្រោះអីមើលទៅ energy ហ្នឹងគឺមានឱកាសអាចនឹងញៀនទី6ហ្នឹងដឹងខ្លាំងទៀតគឺដឹងរឿងមុនអញ្ចឹងណាដឹងពី feeling អ្នកជុំវិញដឹងពីអារម្មណ៍អ្នកផ្សេងនិយាយទៅគឺយើងរៀងដឹងពីអ្នកបរិយាកាសជុំវិញដឹងពីអ្នកដតីឬក៏អីហ្នឹងរៀងច្រើនហ្មងលើកឧទាហរណ៍ងាយៗលក្ខណៈថាគ្រាន់តែពេលខ្លះយើងទៅបន្ទប់មួយអញ្ចឹងណាគ្រាន់តែបន្ទប់ហ្នឹងដើរចូលទៅដល់ហ្នឹងយើងចាប់ energy បានយើងដឹងថាអូនៅក្នុងបន្ទប់ហ្នឹង energy វា toxic ឬក៏វាមិនអញ្ចឹងណាហើយដល់មូនមកហ្នឹងគឺជាពិសេសឲ្យតែចិត្តដល់ទី1គឺថ្ងៃកោមុនថ្ងៃសិលមួយថ្ងៃឬក៏ច័ន្ទពេញបំអីហ្នឹងពេលហ្នឹងគឺជាពេលដែល six sense វាឡើងមកខ្លាំងអាចនឹងប៉ះជាមួយនឹងរឿងអីផ្សេងដែលយើងមើលអត់ឃើញមើលអត់ដឹងឬក៏អីចឹងណាអ្នកខ្លះអាចនឹងដល់ថ្នាក់មើលរឿងគេហៅថាឃើញខ្មោចឬក៏អីចឹងណាពួកវិញ្ញាណឬក៏អមនុស្សអីចឹងអាចនឹងប៉ះពាល់ឬក៏ connect បានមួយ energy ពួកហ្នឹងរៀងងាយនិយាយទៅគឺរៀងអ្នកហឺស្លឹកទី1ហ្នឹងគឺ energy តាក់ទងជាមួយនឹង six sense ហ្នឹងគឺឡើងខ្លាំងហ្មងអានេះណែនាំថាអ្នកខ្លះឡើងខ្លាំងរហូតដល់ខ្លួនឯងចាប់ផ្ដើមខ្លាចឬក៏អីចឹងណាតែបើឡើងចឹងហើយគាត់ថាល្អក្នុងការជួយអ្នកដទៃចឹងណាមានន័យថាបើយើងដឹងថាអារម្មណ៍គេ feeling អ្នកផ្សេងមិនចឹងណាគឺយើងបានរបស់អីមួយហ្នឹងមកហ្នឹងគឺសម្រាប់ឲ្យយើងជួយអ្នកដទៃអូខេចឹងយើងមកមើលបន្តសម្រាប់អ្នកគាត់ហឺស្លឹកទី2ចឹងណាគាត់ថា energy អ្នកដែលហឺស្លឹកទី2ហ្នឹងក៏មាន sense ដែរមិនអត់ទេតែគ្រាន់តែអត់ខ្លាំងដល់អ្នកដែលគាត់ហឺស្លឹកទី1ចឹងណាគាត់ថាអ្នកហឺស្លឹកទី2ហ្នឹងគឺ sense ញៀនដែលយើងមានហ្នឹងគឺញៀនដែលដឹងតាក់ទងជាមួយនឹងការពិតហ្នឹងគឺចង់បានន័យថាដូចអ្នកទាំងអស់គ្នាចង់ដឹងរឿងអីមួយចឹងណាហើយរឿងហ្នឹងគឺមិនយូរមិនឆាប់ទេអ្នកទាំងអស់គ្នានឹងបានដឹងនៅសុកវាលោតឡើងនៅសុកអីចឹងណាឬក៏មានពីណាគេកុហកអ្នកទាំងអស់គ្នាឬក៏អីចឹងណាអត់យូរទេអ្នកទាំងអស់គ្នានឹងបានចម្លើយថាការពិតទៅវាមិនឬក៏អីចឹងឬក៏បើមានណាគេចង់កុហកអ្នកទាំងអស់គ្នានិយាយអត់ពិតឬក៏និយាយផ្សេងធ្វើផ្សេងឬក៏បិទបាំងអ្នកទាំងអស់គ្នាចឹងណាគឺអ្នកទាំងអស់គ្នាមាន feel sense គឺញៀនដឹងខ្លួនឯងហ្មងថាម្នាក់នេះចូលមកចេះម្នាក់នេះចូលមកអន្សមម្នាក់នេះនិយាយអត់ពិតឬក៏ម្នាក់នេះគាត់អត់ស្មោះត្រង់អីគឺអត់មានពីណាគេបិទបាំងរឿងនិយាយទៅអត់មានណាគេបិទបាំងរឿងការពិតពីអ្នកទាំងអស់